ផ្ដើមចេញពីផឹកស៊ីផឹកស្រាបងប្អូនបង្កើតបីអាត្មាកើតជាអំពើហិង្សាហ៊ានកាប់ប្រហារផ្ដាច់ជីវិតសង្ខារប្អូនកណ្ដាលម្នាក់បងប្អូនចំណងជើងនេះដាក់ដូចជួនគ្នាល្អចាហូបស្រាជុំគ្នាអញ្ចឹងណាចាអញ្ចឹងក៏កើតមានអំពើហិង្សាសូមអានចំណងជើងម្ដងទៀតដូចទំនងផ្ដើមចេញពីផឹករលឹកស្រាបងប្អូនបង្កើតបីអាត្មាកើតជាចំនួនហិង្សាហ៊ានកាប់ប្រហារផ្ដាច់ជីវិតសង្ខារប្អូនកណ្ដាលម្នាក់អូខេយើងចូលទៅមើលសាច់រឿងតែម្ដងទៅពិតជាសាហាវដោយក្នុងរឿងមែនតើបាទប្រិមិត្តដូចក្នុងខ្សែភាពយន្តអញ្ចឹងដែលផ្ដើមចេញពីការជួបជុំបងប្អូនបង្កើត3នាក់នាំគ្នាបានន័យថាផឹកស្រាបាទពេលស្រវឹងខ្លាចទៅជាហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះជាប្អូនកណ្ដាលស្លាប់បាទយ៉ាងអនាថមែនទែនហេតុការណ៍នេះនៅម៉ោង 19:37 នាទីថ្ងៃ 16 ខែកញ្ញា 2025នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះច័ន្ទសាខនស្ថិតក្នុងភូមិក្របៅ2សង្កាត់ព្រែកអំពិលក្រុងរិចសាត់ខេត្តកណ្ដាលវរៈស្នេទូរស់បាលីនអធិការនគរបាលក្រុងរិចសាត់បានប្រាប់ឲ្យដឹងថាដើមបណ្ដឹងឈ្មោះធាស្រីលក្ខបាទភេទស្រីអាយុ22ឆ្នាំជាជនជាតិខ្មែរមុខរបរកសិករទីលំនៅនៅភូមិសង្កាត់កាត់ហេតុត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះបាទឋានសុខាដែលជាសពបាទភេទប្រុសអាយុ44ឆ្នាំជនជាតិខ្មែរត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យអូបងប្អូនបង្កើតសម្រាប់គ្នាចំណែកជនសង្ស័យមានចំនួន2នាក់រួមគ្នាម្នាក់ឈ្មោះឋានថាភេទប្រុសអាយុ39ឆ្នាំជនជាតិខ្មែរទីលំនៅនៅភូមិព្រែកក្របៅទី1សង្កាត់ព្រែកអំពិលក្រុងរិចសាត់ខេត្តកណ្ដាលខាត់ខ្លួនបានត្រូវជាប្អូនបង្កើតរបស់សពបាទជនរងគ្រោះនឹងម្នាក់ទៀតឈ្មោះថាឋានសុខឿនភេទប្រុសអាយុ46ឆ្នាំជនជាតិខ្មែរទីលំនៅនៅភូមិសង្កាត់កាត់ហេតុខាត់ខ្លួនបានត្រូវជាបងបង្កើតរបស់សពតែម្ដងអានរឿងនេះទៅដូចជាអណធមពេកហើយប្រិមិត្តបាទសំបីតែបងប្អូនបង្កើតខ្លួនឯងក៏កាប់ប្រហារគ្នាដល់ករណីស្លាប់ផងដែរផ្ដើមចេញពីសូរ៉ាឥឡូវយើងបន្ទោសស្រាឬក៏កំបបន្ទោសមនុស្សឥឡូវនេះឥឡូវយើងបន្ទោសខាងណាខាងណីអញ្ចឹងសូមឲ្យការទទួលទានសូរ៉ាហ្នឹងឲ្យមានកម្រិតមួយបងប្អូនបើតាមយើងនិយាយចំណាដើមហេតុនៃស្រានេះគេហូបនៅពេលដែលគេសប្បាយរីករាយគេហូបនៅពេលដែលគេហ្នឹងបានន័យថាក្រោយចប់កិច្ចការងារបានន័យថាហូបសប្បាយរីករាយបានន័យថាគេបំពេញភារកិច្ចអីមួយគេបានលាបសក្ការៈអ្វីមួយគេដកបន្តិចមកគេញ៉ាំលក្ខណៈគ្រួសារបងប្អូនមិត្តភ័ក្តិអញ្ចឹងទៅតែបើយើងហូបជាប្រចាំមិនមែនជាការកំសាន្តទេទៅជាការចំណាយឥតប្រយោជន៍ហើយបាទហូបច្រើនពេកសុខភាពនឹងក៏ទៅតាមនឹងទៀតសតិខួរក្បាលបញ្ញានឹងក៏ទៅជាចឹងទៀតអញ្ចឹងយើងកំពុងតែមានការព្រួយបារម្ភខ្លាំងនៅពេលដែលប្រជាជាតិមួយយកសូរ៉ាយកគ្រឿងស្រវឹងមកធ្វើជាត្រីមុខហើយតែងតែហូបជាប្រចាំអញ្ចឹងពេលជួបជុំគ្នាយកសូរ៉ាមកបាទហើយហេតុកើតឡើងពីសូរ៉ានេះគេយើងនិយាយពីដាក់ទោសទៅសូរ៉ាចេះចុះមនុស្សអ្នកកាប់ទេតែផ្ដើមចេញពីសូរ៉ាបាទចា